បាទជាថ្មីម្ដងទៀតខ្ញុំបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទធ្វើការពន្យល់អំពីសំណួរមួយទៀតដែលជាសំណួរមានសារៈសំខាន់ខ្លាំងមែនទែនសម្រាប់បងប្អូនទាំងអស់គ្នាសំណួរយើងសួរថាតើអង្គការសហប្រជាជាតិមានស្ថាប័នចំនួនប៉ុន្មានចូលរៀបរាប់ពីទួនាទីរបស់តុលាការយុត្តិធម៌អន្តរជាតិដែលហៅថា ICCJ អញ្ចឹងយើងចូលទៅដល់ស្ថាប័នតើអង្គការសហប្រជាជាតិមានស្ថាប័នចំនួនប៉ុន្មានហើយនៅក្នុងនោះផងដែរគឺយើងលើកស្ថាប័នមួយយកមកពន្យល់គឺតកតងទៅនឹងស្ថាប័ន ICJ គឺតុលាការយុត្តិធម៌អន្តរជាតិបាទចូលដល់សំណួររបស់យើងគេថាអង្គការសហប្រជាជាតិមានស្ថាប័នចំនួន6រួមមានដូចជាបាទស្ថាប័នទាំង6ស្ថាប័នទី1គឺមហាសន្និបាតដែលយើងហៅអង់គ្លេសថា General Assembly ឬក៏យើងហៅកាត់ថា GGA ស្ថាប័នទី2ក្រុមប្រឹក្សាសន្តិសុខឬអង់គ្លេសថា Security Council ស្ថាប័នទី3ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម Economic and Social Council ស្ថាប័នទី4ក្រុមប្រឹក្សាភិបាល Trusteeship Council ស្ថាប័នទី5បាទគឺតុលាការយុត្តិធម៌អន្តរជាតិឬក៏យើងហៅថា International Court of Justice ដែលយើងនិយាយថាជាអក្សរកាត់ ICJ ហ្នឹងឯងនិងស្ថាប័នទី6គឺលេខាធិការដ្ឋានដែលហៅថា Secretariat បាទ Secretariat នេះបាទអញ្ចឹងស្ថាប័នរបស់អង្គការសហប្រជាជាតិគឺមានចំនួន6សំខាន់បាទនៅក្នុងនោះផងដែរខ្ញុំធ្វើការបង្ហាញនៅរូបភាពមួយនេះឬហៅថា Principal Orange of the United Nations អញ្ចឹងគេចង់សំដៅទៅលើអង្គការសហជីវជាតិនេះបងប្អូនមើលរូបនេះគឺសំដៅទៅលើរូបអង្គការសហជីវជាតិហើយដែលមានស្ថាប័នទាំង6ខ្ញុំរៀបរាប់ខាងលើហ្នឹងអមជាមួយអញ្ចឹងមានន័យថាដូចជាក្រងឆ្អឹងអញ្ចឹងបាទដូចក្រងឆ្អឹងអញ្ចឹងរបស់អង្គការសហជីវជាតិអញ្ចឹងយើងចូលដល់សំណួររបស់យើងសួរទៅលើតើទូនាទីតុលាការយុត្តិធម៌អន្តរជាតិមានទូនាទីអីខ្លះបាទហើយមានទីស្នាក់ការនៅណាយើងទៅផ្ញើសំណុំឯកសារផ្សេងហ្នឹងយើងផ្ញើទៅណាបាទអញ្ចឹងយើងមើលទូនាទីគេថាម៉េចតុលាការយុត្តិធម៌អន្តរជាតិជាស្ថាប័ននេះបងប្អូនជាស្ថាប័នតុលាការសំខាន់របស់អង្គការសហប្រជាជាតិដែលមានទីតាំងនៅឯទីក្រុងឡាអេប្រទេសហូឡង់អញ្ចឹងទីស្នាក់ការរបស់តុលាការយុត្តិធម៌អន្តរជាតិគឺនៅទីក្រុងឡាអេប្រទេសហូឡង់ហើយណោះបាទមួយទៀតត្រីទី2គេថាម៉េចដោះស្រាយវិវាទផ្លូវច្បាប់រវាងរដ្ឋនិងរដ្ឋអញ្ចឹងមានន័យថាម៉េចទួនាទីនៃតុលាការយុត្តិធម៌អន្តរជាតិមានទួនាទីនៅក្នុងការដោះស្រាយវិវាទជំលោះទំនាស់តាមផ្លូវច្បាប់រវាងរដ្ឋនិងរដ្ឋមិនមែនរវាងបុគ្គលនិងបុគ្គលទេឬក៏មិនមែនរវាងអង្គការណាឬអង្គការណាទេគឺមានទួនាទីតែម្យ៉ាងគត់នៅក្នុងការដោះស្រាយបញ្ហារវាងរដ្ឋនិងរដ្ឋប្រទេសនិងប្រទេសបាទហើយវិវាទទាំងអស់នោះវាមានដែរតើវិវាទទាំងអស់នោះវិវាទយ៉ាងម៉េចខ្លះអញ្ចឹងវិវាទទាំងអស់នោះគឺមានដូចជាបញ្ហាព្រំដែនបញ្ហាដែនសមុទ្របញ្ហាអធិបតេយ្យភាពទឹកដីនិងការបកស្រាយអំពីសន្ធិសញ្ញាផ្សេងអញ្ចឹងទូនាទីទី1និយាយឲ្យងាយយល់ថាតុលាការយុត្តិធម៌អន្តរជាតិគឺជាតុលាការមួយដែលមានទួនាទីនៅក្នុងការដោះស្រាយវិវាទផ្លូវច្បាប់រវាងរដ្ឋនិងរដ្ឋប្រទេសនិងប្រទេសទាំងពីរនឹងមានបញ្ហានឹងគ្នាត្រូវធ្វើការដោះស្រាយមួយគ្នារដ្ឋនឹងរដ្ឋនឹងដោះស្រាយមួយគ្នាអត់ចេញទេត្រូវពឹងអង្គការសហជីវជាតិឲ្យជួយបាទឲ្យស្ថាប័នអង្គការសហជីវជាតិណាមួយដែលមានទួនាទីខាងហ្នឹងធ្វើការចុះជួយទី2ផ្ដល់យោបល់ប្រឹក្សាផ្លូវច្បាប់ដល់ស្ថាប័នសំខាន់ផ្សេងទៀតរបស់អង្គការសហជីវជាតិឬ UN និងទីភ្នាក់ងារឯកទេសអញ្ចឹងមានន័យថាទួនាទីទី2គឺមានទួនាទីនៅក្នុងការផ្ដល់យោបល់ផ្នែកច្បាប់ព្រួយតាក់ទងទៅតុលាការបាទមានយោបល់ផ្នែកច្បាប់ទៅលើអង្គការសហជីវជាតិអង្គការសហជីវជាតិត្រូវការអីយោបល់ផ្នែកច្បាប់អញ្ចឹងតុលាការហ្នឹងគឺត្រូវមានទួនាទីនៅក្នុងការផ្ដល់ទៅនឹងមួយទៀតចំណុចសំខាន់ដែរនៅក្នុងតុលាការយុត្តិធម៌អន្តរជាតិគេរើសមានចៅក្រមចំនួន15រូបហើយចៅក្រមនឹងដែរគឺរើសដោយស្ថាប័នទី1ដែលខ្ញុំមិនទាន់បានបញ្យល់ទេទូនាទីស្ថាប័នទី1នេះគឺរើសដោយមហាសន្និបាតនិងក្រុមប្រឹក្សាសន្តិសុខអញ្ចឹងមានថាចៅក្រមទាំង15រូបនេះត្រូវបានជ្រើសរើសដោយមហាសន្និបាតនិងក្រុមប្រឹក្សាសន្តិសុខដែលចៅក្រមទាំង15រូបហ្នឹងគឺមានអាណត្តិគេហៅថាអាណត្តិកាន់តំណែងហ្នឹងរយៈពេល1ឆ្នាំបាទគឺមានរយៈពេល9ឆ្នាំអញ្ចឹងសរុបរួមមកវិញទួនាទីរបស់តុលាការយុត្តិធម៌អន្តរជាតិនេះដែលយើងហៅ International Court of Justice
មានតួនាទីសំខាន់ចំនួន2ទី1គឺដោះស្រាយវិវាទផ្លូវច្បាប់រវាងរដ្ឋនិងរដ្ឋបាទរវាងរដ្ឋនិងរដ្ឋហើយបញ្ហាស្អីខ្លះគឺគេផ្ដោតទៅលើបញ្ហាព្រំដែនដែនសមុទ្រអធិបតេយ្យភាពទឹកដីការបកស្រាយទៅលើសន្ធិសញ្ញាផ្សេងបញ្ហាទី2តុលាការហ្នឹងគឺមានបើយើងនិយាយងាយថាចំណេះដឹងផ្នែកច្បាប់ហ្នឹងច្បាប់អញ្ចឹងគឺមានផ្ដល់យោបល់ប្រឹក្សាផ្លូវច្បាប់ទៅដល់ UN បាទគឺអង្គការសហប្រជាជាតិអញ្ចឹងហ្នឹងគឺតួនាទីរបស់តុលាការយុត្តិធម៌អន្តរសហជាតិអញ្ចឹងយើងចូលមួយទៀតនេះបងប្អូនជាបញ្ហាសំខាន់សំណួរហេតុអីបានជាកម្ពុជាយើងនឹងបានចូលដាក់ផ្ញើសំណុំឯកសារផ្សេងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅឯគេទីក្រុងឡាអេប្រទេសហូឡង់ដែលយើងផ្ញើទៅហើយទៅដល់ហើយជាសំណុំបែបបាត់តាក់ទងទៅនឹងបញ្ហាជាមួយប្រទេសថៃអញ្ចឹងបងប្អូនមើលនេះបញ្ហាសំខាន់កម្ពុជានិងថៃហេតុអ្វីបានជាយើងធ្វើការទៅពឹងពាក់តុលាការយុត្តិធម៌អន្តរជាតិពីព្រោះអីកម្ពុជាយើងជាមួយនឹងថៃនេះបាទมันទាន់មានដំណោះស្រាយណាមួយដែលដោយសន្តិវិធីមានន័យថាដោះស្រាយដោយរដ្ឋនឹងរដ្ឋហ្នឹងជោគជ័យរៀងខ្លួនស្របហើយព្រមព្រៀងគ្នាហើយបញ្ចប់បញ្ហាតែនៅទេអញ្ចឹងជាហេតុដែលយើងត្រូវតែធ្វើការដោះស្រាយទៅលើតុលាការយុត្តិធម៌អន្តរជាតិបាទរឿងប្រាសាទតាមាន់តូចតាមាន់ធំតំបន់មុំ3អីជាដើមអញ្ចឹងមូលហេតុក្នុងនឹងខ្ញុំសូមបញ្ជាក់បងប្អូនដែរខ្ញុំសូមឆ្លុះបញ្ចាំងទៅលើអតីតកាលបងប្អូនអតីតកាលរបស់យើងធ្លាប់ទៅ ICJ អត់យើងធ្លាប់ទៅនឹងអត់បាទគឺយើងធ្លាប់ទៅ ICJ បងប្អូនរឿងការឈ្នះក្តីប្រាសាទព្រះវិហាររបស់យើងនេះដែលយើងឈ្នះក្តីប្រាសាទព្រះវិហារនៅថ្ងៃទី15ខែមិថុនាឆ្នាំ1962បើយើងគិតពីសម័យកាលនៅក្នុងសម័យសង្គមរាស្ត្រនិយមគឺយើងបានទៅធ្វើការគេដោះស្រាយបញ្ហារឿងក្តីប្រាសាទព្រះវិហារម្ដងរួចមកហើយដោយនៅក្នុងនឹងប្រាសាទព្រះវិហារដោយអង្គការ ICJ តុលាការយុត្តិធម៌អន្តរជាតិគេបានថាម៉េចប្រាសាទព្រះវិហារជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជាណាតុលាការបានអះអាងទៅលើផែនទីដែលគូរដោយបារាំងនិងសៀមនៅឆ្នាំ1907អញ្ចឹងជាហេតុដែលធ្វើអីមិនថៃមានបញ្ហាអីទេជំទាស់ទេអត់មានទេតុលាការគឺកាត់ឲ្យប្រទេសកម្ពុជាឈ្នះក្តីប្រាសាទព្រះវិហារដោយប្រទេសថៃគឺចាញ់អីបាទចាញ់បញ្ហារឿងក្តីប្រាសាទព្រះវិហារជាមួយនឹងយើងនឹងឯងជាហេតុដែលធ្វើឲ្យប្រទេសថៃត្រូវដកកងទ័ពនិងកម្លាំងយោធាទាំងអស់ចេញពីប្រាសាទនិងតំបន់ជុំវិញព្រះវិហារហ្នឹងឯងអញ្ចឹងគឺសំខាន់ណាបងប្អូននេះហេតុអីបានគេបង្កើតអានឹងឡើង UN ដែលខ្ញុំតែងតែនិយាយថា UN បង្កើតឡើងដើម្បីអីដើម្បីការពារកុំឲ្យមានសង្គ្រាមកើតឡើងនៅលើពិភពលោកដើម្បីការពារសន្តិសុខនិងសន្តិភាពពិភពលោកអញ្ចឹងហើយរដ្ឋមួយនឹងរដ្ឋមួយឆ្លោះគ្នាត្រូវឲ្យអង្គការសហជីវជាតិដោះស្រាយអញ្ចឹងគេ International Court of Justice បាទដោះស្រាយប្រាសាទរឿងក្តីប្រាសាទព្រះវិហារយើងទទួលបានដោយជោគជ័យបាទអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្ណេះទេបងប្អូនខ្ញុំសូមអរគុណសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់បើសិនជាវីដេអូនេះមានអត្ថប្រយោជន៍ចំពោះបងប្អូនទាំងអស់គ្នាបងប្អូនអាច share ចែករំលែកទៅកាន់បងប្អូនដទៃទៀតឲ្យគាត់បានដឹងផងបាទខ្ញុំមានតែការចែករំលែកនៅចំណេះដឹងនៅអ្វីដែលខ្ញុំមានតែប៉ុណ្ណោះបាទខ្ញុំសូមជម្រាបលា